រឿងស្នេហ៍ក្នុងលានប្រណាំងបេះដូងនៅទីប្រន់ភាគទី10បន្ទាប់ពីវឹកហាត់បើកឡានមហាស្រីជាមួយលោកត្រាយចាប់ខ្ញុំក៏ទៅជាអស់កម្លាំងពីខ្លួនយើងនៅចិត្តគ្នាពេកហើយបាននៅតែបន្តបែបនឹងបន្តហើយខ្ញុំមិនចង់គិតទេកុំញាប់ញួរឈូគ្រីមវាមិនអាចទៅរួចខ្ញុំរលាស់គំនិតនានាចេញពីខួរក្បាលខណៈដែលទៅលុបលាងមុខមាត់នៅក្នុងបន្ទប់ទឹកពេលផ្លាស់កៅអៅរួចរាល់ខ្ញុំក៏បើកឡានជូនលោកត្រាយទៅផ្ទះគេអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះបើមានកិច្ចការអីនឹងទេទៅហើយបើគេហៅខ្ញុំត្រូវតែមកបម្រើគេភ្លាមបន្ទាប់ពីនោះទៅខ្ញុំត្រឡប់ទៅផ្ទះហេតុអីខ្ញុំមានអារម្មណ៍ថាខានទៅផ្ទះយូរដល់ថ្នាក់នេះខណៈដែលកំពុងតែរៀបចំខោអាវដាក់កាបូបសំឡេងមួយក៏បន្លឺឡើងនៅក្រៅខ្នងនៅមានជីវិតទៀតឬខ្ញុំភ្ញាក់ព្រឹកងាកទៅមើលក៏ឃើញថាជាបងស្រីរបស់ខ្ញុំនឹងឯងបងឈៀនេះខ្ញុំស្មានថាឯងមិនត្រឡប់មកផ្ទះមកសប្បាយតាទូរស័ព្ទអីក៏ទេមិនសូវចូលតែទៅសួរប៉ាម៉ាក់ក៏មិនដឹងសួរចេកក៏ប្រាប់ថាឃើញឯងលើកចុងក្រោយកាលពីច្រើនថ្ងៃមុននៅណៃក្លឹបហ៎ខ្ញុំស្មានថាឯងត្រូវគេអូសកយកទៅសម្រាប់បាត់ទៅហើយឈួតឬហើយឯងបាត់ទៅណាមួយរយៈនេះខ្ញុំរវល់តិចតួចទៅតែបដូរការងារថ្មីការងារអីប្រាក់ខែច្រើនទេនេះហើយបងស្រីរបស់ខ្ញុំគ្រប់យ៉ាងត្រូវតែចូលរឿងលុយកាក់មាសប្រាក់ហើយពេលដែលនិយាយពីរឿងនេះក៏បើកភ្នែកធំប៉ុនពងកងានធ្វើអ្នកបើកឡាននេះជាតិនេះឯងបើកតែជាជនមែនទេឈួតមែនប្រាក់ខែ$1000បើកឡានក្បាលឯងអីមិនក៏លុយច្រើនម្ល៉េះតែតងឲ្យខ្ញុំផងទៅដោះបង្គន់បន្តទៅណែខ្ញុំមិនបានដោះបង្គន់តាមមួយមុខទេហើយមិនក៏ចេញទៅធ្វើជា bartender អូយរឿងវាវែងឆ្ងាយនិយាយរឿងឯងសិនមកហើយនេះឯងរៀបចំវលីខោទៅណាទៅនៅផ្ទះរបស់ខ្លាតមួយរយៈទៅធ្វើអីខ្លាតវិលែងនៅហើយតាទៅនៅកំដៅស្កាយអាក្មេងនោះហ៎មែនមួយរយៈនេះគេយកសាប់អាក្រក់យកសាប់ឃើញខ្លោតមកបបួលទៅនៅជាមួយអូយរវើរវាយគេជាក្មេងណាបងក្មេងក្បាស់ឯងអីរៀនថ្នាក់ទី12ហើយមានកធំមានប្រពន្ធបាន3ហើយទៅដឹងបងនេះមិនមែនថាឯងភ្លេចបងមិនបានទៅសវាយកប្អូនទៅដឹងអេបងនិយាយឈួតស្អីអោអ្នកណាទៅដឹងប្អូនសង្ហាដល់ម្លឹងបានហើយជាខ្ញុំប្រាប់ហើយស្រវាងកបោខោអាវងើបដើរកាត់បងស្រីចេញពីបន្ទប់នេះខ្ញុំនិយាយមែនណាឈឺគ្រីមអាស្កានោះវាមិនមែនក្មេងទៀតទេឯងទៅផ្ទះជាមួយមនុស្សប្រុសកំពុងពេញកំឡោះបើវាចោះព្រៃនោះខ្ញុំមិនស្ដាប់បាននិយាយទេខ្ញុំដាស់តឿនហើយបងឃើញកញ្ចក់ឡានខ្ញុំទេខ្ញុំដាក់នៅម្ដងនេះខ្ញុំសួរព្រមទាំងរកមើលកញ្ចក់ឡានរបស់លោកត្រាយអាពើលឿងនោះឬអាពើលឿងហ្នឹងហើយខ្ញុំលក់ឲ្យអាពួកអេតចាយបាត់ហើយថាម៉េចស្អីឃើញវាបាក់បែកទៅមិនដឹងថាទុកធ្វើអីលក់បានប្រហែលបានជិត$10ព្រះខ្ញុំចង់តែឈួតទេថៃលក់បានថ្លៃសឹកអីអូយវាជាកញ្ចក់ឡាន Lamborghini ក្រន់តែឆ្នាំពោនោះខ្ញុំត្រូវដល់បំណុលគេជាង10ឆ្នាំនេះកញ្ចក់បាត់ទៀតខ្ញុំត្រូវធ្វើជាទេសកលរបស់លោកត្រាយមួយជីវិតទេនេះអូយបងស្រីខ្ញុំចង់តែសម្លាប់ខ្លួនទេបន្ទាប់ពីរៀបចំការរួចរាល់ខ្ញុំក៏ចេញពីផ្ទះសម្ដៅទៅផ្ទះរបស់ខ្លោតពេលទៅដល់ឃើញថាស្កាយកំពុងតែកាត់ស្មៅនៅមុខផ្ទះគេស្លៀកខោខ្លីល្វីលើទៅទេស្អាតនៅសិតតែញើសខ្លួនប្រានស្រមិចស្រមោពេលឃើញខ្ញុំចតម៉ូតូកាន់វលីខោអាវដើរចូលទៅគេក៏ស្ទុះរកភ្លាមយេបងស្រីមកហើយគេស្រែកខ្លាំងព្រមទាំងញញឹមពព្រាដល់ការសប្បាយចិត្តស្កាយប្រងលោតមកអោបខ្ញុំតែខ្ញុំរហ័សខាត់ខ្ញុំលើកដៃខាន់មិនឲ្យគេចូលមកជិតគេមើលខ្ញុំហើយក៏សើចញឹមភ្លេចទៅថាខ្ញុំញើសពេញខ្លួនខ្លាចប្រឡាក់បងតាមពិតខ្ញុំមិនបានខ្លាចប្រឡាក់អីនោះទេតែសោកសម្ដីរបស់បងស្រីក៏លឺក្នុងសតបប្រសាទរបស់ខ្ញុំសម្ដីនោះវាបលឺឡើងពេលដែលគេរត់មករកហើយគិតមើលចុះក្មេងថ្នាក់ទី12កំពុងតែពេញកំឡោះរូបរាងដូចកលាករមានយហូតាមសាច់ដុំហាប់ណែនធ្វើខ្ញុំត្រូវគិតតើមែនទេខ្ញុំយកឲ្យបានទៅទឹកសិនខ្ញុំនិយាយឲ្យក៏ដើរចូលទៅក្នុងផ្ទះភ្លាមហើយការនៅក្នុងផ្ទះជាមួយក្មេងថ្នាក់ទី12តែ2នាក់តទល់បែបនេះតើអូខេឬអត់នេះឈឺគ្រីមពេលចូលមកក្នុងបន្ទប់របស់ខ្លោតខ្ញុំក៏យកខោអាវព្យួរក្នុងទូរបស់គេប៉ុន្តែពេលបើកទូខោអាវខ្ញុំក៏ភ្ញាក់ព្រោះវាតែស្អាតនៅខាងក្នុងគ្មានខោអាវនៅសេសសល់ខ្ញុំភ្ញាក់ដល់ថ្នាក់មួយចូលទៅក្នុងទូទាំងដែលមិនចាំបាច់ធ្វើដល់ថ្នាក់នឹងក៏ឃើញបានច្បាស់ថាវាមិននៅសេសសល់អីតើវាបាត់តណាអស់ហើយពេលឃើញដូច្នេះទៅខ្ញុំរត់ចេញទៅក្រៅផ្ទះដើម្បីសួរស្កាយពេលបានលើកខ្ញុំហៅគេក៏ងាកមកឆ្លើយបាត់កៅអៅរបស់ខ្លាតណាស់ហើយស្កាយភៀងមួយខណៈទៅតបអូកៅអៅនោះខ្ញុំយកទៅបរិច្ចាគអស់ហើយបងបរិច្ចាគបាទយ៉ាងម៉េចឬតែកៅអៅនោះសឹកខ្ញុំក៏មានអារម្មណ៍ដូចត្រូវដុំថ្មគប់ចំតាមទ្រូងកៅអៅរបស់ខ្លាតជារបស់តែមួយគត់ដែលមិនសល់ទុកក្លិនរបស់គេបានល្អបំផុតតាំងពីគេចាក់ចេញទៅខ្ញុំមិនធ្លាប់យកវាបំបោកមិនធ្លាប់យកទៅហាថ្ងៃមិនធ្លាប់យកទឹកអប់ទៅបាញ់បន្ទប់ក្លិននៅក្នុងបន្ទប់នោះព្រោះខ្ញុំខ្លាចក្លិនរបស់គេរសាយអស់គ្រប់ពេលដែលខ្ញុំទៅខ្លាចខ្ញុំតែងតែហិតអាវអស់នោះហើយគ្រប់ពេលដែលធំក្លិន
របស់គេខ្ញុំមានអារម្មណ៍ដូចគេនៅជាមួយខ្ញុំប៉ុន្តែពេលនេះ Sky បាយជាយកទៅបរិច្ចាគខ្ញុំមានអារម្មណ៍ដូច Cloud បានចាក់ចេញពីខ្ញុំជារៀងរហូតហើយបងកាត់អីឬអត់សម្លេងរបស់ Sky ធ្វើខ្ញុំភ្ញាក់ព្រឹកគេចាប់ស្មារបស់ខ្ញុំទាំងសងខាងនិងសួរនាំដល់ការព្រួយបារម្ភប៉ុន្តែខ្ញុំកំពុងតែមានអារម្មណ៍ហេងហាងមិនអីទេខ្ញុំប្រាប់ព្រមទាំងបេះដៃគេចាញ់ហើយដើរចូលទៅក្នុងផ្ទះដោយ Sky ដើរតាមបងខឹងតែខ្ញុំយកក្អែរបស់បង Cloud ទៅបរិច្ចាគឬអត់ទេខ្ញុំទៅយកមកវិញក៏បានដែរមិនអីទេខ្ញុំគ្រាន់តែឃើញអាខ្លះវាចាស់ទៅហើយឡើយហើយខ្ញុំនៅបានព្រមទទួលស្គាល់ការពិតថា Cloud លេងនៅទៅហើយបងស្រីទៅងូតទឹកទៅខ្លួន5ប្រឡាក់អស់ហើយចាំខ្ញុំធ្វើម្ហូបចាំខ្ញុំជួយទេទៅងូតទឹកទៅក៏បាន Sky តបហើយក៏ដើរទៅយកកន្សែងចូលបន្ទប់ទឹកបាត់តបមកខ្ញុំក៏ត្រួតពិនិត្យទូទឹកកកថាមានអ្វីសម្រាប់ធ្វើម្ហូបខ្លះឃើញថានៅក្នុងខ័ណ្ឌទូទឹកកកមានតែអាហារកកចំណែកទូធម្មតាមានតែបន្លែត្រីបន្តិចបន្តួចនេះមានន័យថាគេជៀនត្រីឲ្យខ្ញុំញ៉ាំរាល់ថ្ងៃនោះគឺជាការតាំងចិត្តក្មេងហើយក្មេងគិតហើយក៏អត់ញញឹមមិនបានទើបខ្ញុំមិនមែនជាមេផ្ទះមេសបាយប៉ុន្តែខ្ញុំក៏និមិត្តត្រីជៀនទឹកស៊ីអ៊ីវឆាបន្លែពងមាន់ជាច្រាំសាច់ជ្រូកបានគួរឲ្យចង់ញ៉ាំហើយក៏គួរឲ្យឆ្ងាញ់ដែរបន្ទាប់ពីធ្វើអាហាររួចរាល់ខ្ញុំក៏ដាំបាយតែក៏ឃើញថាវាឆ្អិនល្មម Sky រួចហើយនៅខ្ញុំស្រែកហៅបាទខ្ញុំរួចហើយគេស្រែកចេញពីបន្ទប់របស់គេខ្ញុំដួសបាយក្តៅៗដាក់ចានមានផ្សែងហុយហើយក៏លើកវាទៅដាក់លើតុប៉ុន្តែមុនពេលដើរទៅដល់ជើងរបស់ខ្ញុំក៏ទន់ប្រាវចាននៅក្នុងដៃរបស់ខ្ញុំរបូតធ្លាក់បែកខ្ចាយបងគេស្ទុះមកគ្រាខ្ញុំពេលនោះឯងទៅខ្ញុំដឹងថាគេមិនមែន Cloud តែជា Sky ខ្ញុំបាក់ភ្នែកធំមើលគេឲ្យច្បាស់ម្ដងទៀតហើយឃើញថាប្រុសម្នាក់នេះគឺ Sky មិនមែន Cloud ដូចខ្ញុំឃើញកាលពីដំបូងគាត់អីឬអត់បងជួយគ្រីមប្រយ័ត្នអំបែងចាន Sky ប្រាប់ហើយលើកខ្ញុំបីយកទៅដាក់លើសាឡុងភ្លាមខ្ញុំមិនអីទេខ្ញុំប្រាប់ហើយមិនអាចដកខ្សែភ្នែកចេញពីគេបានគេពាក់អាវសំណាប់របស់ Cloud កម្ពស់របស់ពួកគេស្តៀងគ្នាពលឺភ្នែកកោះក្តៅនោះស្ទើរទៅដូចគ្នាបែបបិទកាន់តែធំ Sky កាន់តែដូច Cloud មិនផ្លាយទេដែរមួយផ្លែដំបងខ្ញុំឃើញគេថាជា Cloud គេដូចបងប្រុសរបស់គេណាសរសៃធ្វើម្ហូបហត់ពេកសម្រាប់សិនក៏បានដែរបង Sky ប្រាប់នឹងទាញសិភលំហាត់របស់គេមកបក់ឲ្យខ្ញុំមកគេយកអាវ Cloud មកពាក់ខ្ញុំសួរដល់សម្លេងស្មើគ្មានអារម្មណ៍អីជឿនអីខ្ញុំឃើញអាវមួយនេះបងប្រុសជួយចិត្តពាក់ទៅយកទុកទៅអាផ្សេងដែលខ្ញុំពាក់បានក៏យកទុកដែរទុកក្នុងទូកៅអៅរបស់ខ្ញុំខ្ញុំស្មានថាយកទៅបាក់ចាក់ទាំងអស់យកតែអាចាស់និងអាយាទេបងពេលដែល Sky អង្គុយចិត្តនឹងយកសិភលលំហាត់មកបាក់ឲ្យខ្ញុំបែបនេះធ្វើឲ្យក្លិនរបស់ Cloud ភេចូលច្រមុះហើយសុកក៏ខ្ញុំក៏ធ្វើរឿងដែរមិនអាចគ្រប់គ្រងខ្លួនឯងបានខ្ញុំស្ទុះអាប់ Sky ជ្រប់មុខនៅដើមទ្រូងរបស់គេក្លិនរបស់ Cloud កាន់តែច្បាស់ខណៈដែល Sky ក៏អោបខ្ញុំវិញណែនដៃ Cloud អូននឹកបងខ្ញុំបានតែធ្វើប្រាប់គេនៅក្នុងចិត្តនឹងឲ្យបងប្រុសរបស់គេធ្វើជាតំណាងហើយមិនប្រហែលនាទីខ្ញុំក៏ដឹងខ្លួនថានេះគឺ Sky មិនមែន Cloud ការដែលខ្ញុំធ្វើខ្លួនបែបនេះវាមិនអូខេទៅខ្ញុំងើបចេញសុំតើអំបញ្ញមិនខ្ញុំវិលមកបងអាចសម្រាប់ឲ្យបាត់នឿយសិនក៏បានដែរមិនអីទេទៅយ៉ាំបាយទៅតិចបាយទៅជាអស់តែខ្ញុំងើបចេញពីសាឡុងដោយមិនរងចាំការចំទាស់របស់គេបន្ទាប់មកក៏ដួសបាយដាក់ចានថ្មីហើយហៅគេមកញ៉ាំចំណែកខ្ញុំក៏បោះសម្អាតអំបញ្ញចានយកទៅចោលហើយមកអង្គុយញ៉ាំបាយជាមួយគេ Sky បបួលខ្ញុំនិយាយរឿងនេះរឿងនោះអំឡុងពេលញ៉ាំបាយតែខ្ញុំបាយជាចាប់អារម្មណ៍តែអាទៅលើខ្លួនរបស់គេវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចអ្នកដែលអង្គុយញ៉ាំបាយជាមួយជា Cloud សុកខ្ញុំក៏ដើរទៅរកគេហើយក៏ទិញអាវ jacket នោះបងធ្វើអីដោះចាញ់បងខ្ញុំមិនខ្វល់ពីការប្រកែករបស់គេ Sky ក៏មកដើរខ្ញុំដោះអាវដោះយកអាវ jacket នោះហើយខ្ញុំក៏ឃើញថានៅលើខ្លួនគេមានអាវយឺតរបស់ Cloud ទៀតទៅទាញវាចេញដែរទាញតតែឃើញស្បែករបស់គេនោះឯងទៅខ្ញុំភ្ញាក់ស្មារតីនេះខ្ញុំកាត់ឈួតស្អីខ្ញុំធ្វើស្អីនឹងឈួតទៅឲ្យឈួតគ្រីមសុំតើខ្ញុំកាត់ឈួតស្អីក៏មិនដឹងខ្ញុំប្រាប់ Sky ព្រមទាំងលើកដៃបិទមុខខ្លួនឯងដល់ការរអៀសចិត្តមិនដឹងថាហេតុអីបានជាបាត់បង់ការគ្រប់គ្រងខ្លួនឯងដល់ថ្នាក់នេះមិនអីទេបងខ្ញុំជាអ្នកខុសខ្ញុំមិនគួរណាយកអាវបងប្រុសមកពាក់ខ្ញុំសុំទោស Sky ប្រាប់នឹងទាញខ្ញុំទៅអោបដែលខ្ញុំក៏បណ្ដោយឲ្យគេអោបបែបនោះខ្ញុំជាអ្នកឈួតមិនអីទេខ្ញុំយល់ខ្ញុំរឹងគេចាញ់ហើយនិយាយឯងពាក់អាវ Cloud ក៏បានដែរខ្ញុំថាវាស័ក្តិសមនឹងឯងខ្ញុំគិតថាយូរមានភ្ញៀវមកញ៉ាំបាយជាមួយម្ដងទៅចង់តែខ្លួនឲ្យសង្ហាបន្តិចឃើញអាវបងប្រុសនេះលយទៅខ្ញុំយកមកពាក់ញ៉ាំបាយជាមួយបងមិនស្មានថាធ្វើឲ្យបងគិតច្រើនសុំទៅមិនអីទេខ្ញុំឈួតខ្លួនឯងទេពេលនេះខ្ញុំយល់ហើយឯងពាក់អាវរបស់ Cloud បែបនេះក៏ល្អដែរក្អៅអស់នេះនឹងមើលទៅដូចមានព្រលឹងភ្លះមែនឬមែនខ្ញុំតបនឹងញញឹមដាក់គេដាក់ពាក់អាវរបស់ Cloud ទោះមើលទៅស្តៀងគ្នាយ៉ាងណាប៉ុន្តែវាក៏មើលទៅមិនមែនដដែល Sky ស្រស់ស្រាយតាមបែបផែនរបស់គេបន្ទាប់ពីអាហារពេលប្រឡប់ខ្ញុំនិង Sky ក៏មកបាយគ្នាទៅធ្វើទរៈរៀងខ្លួន
គេអង្គុយធ្វើលំហាត់នៅក្នុងបន្ទប់អង្គុយលេងចាំឯខ្ញុំមួយមានយកនឹងការបោះសម្អាតបន្ទប់ដីរបស់ខ្លោតផ្លាស់ប្ដូរកម្រាស់ពូកម្រាស់ខ្នើយហើយងូតទឹកចូលដីព្រោះល្វើយតែល្វើយយ៉ាងណាក៏ដេកមិនលក់ពេលដេកមិនលក់ទៅខ្ញុំចាញ់មកអង្គុយនៅវាស្មៅមុខផ្ទះមើលផ្កាយមើលមេឃនឹងគិតថាខ្លោតគឺជាផ្កាយមួយណាដេកមិនលក់ឬសំឡេងមួយបន្លឺឡើងនៅក្រៅខ្នងខ្ញុំងាកទៅមើលក៏ឃើញថាជាស្កាយនោះឯងប្រហែលមិនសាំខ្ញុំសុំអង្គុយផឹកអង្គុយមកស្កាយអង្គុយក្បែរខ្ញុំនៅលើស្មៅហើយក៏សម្លឹងមើលមេឃនឹកបងខ្លោតពេលដែលបងខ្លោតនៅខ្ញុំលួចឃើញបងពីរនាក់មកអង្គុយត្រង់នេះលួចមើលតាមមកអួយក៏ឃើញមិនបានលួចមើលខ្លាចចូលចិត្តមើលផ្កាយមិនហើយក្រៅពីប៉ុណ្ណឹងឡានហើយមានតែផ្កាយនេះឯងដែលបងប្រចាប់អារម្មណ៍ពេលដែលខ្លោតអង្គុយនៅត្រង់នេះគេធ្លាប់ប្រាប់ខ្ញុំថាមនុស្សស្លាប់ហើយនឹងទៅកើតជាផ្កាយផ្ទៃម៉េចត្រង់ណាដែលអូនចូលចិត្តអូនត្រូវប្រាប់បងជាក្រោយយើងនឹងបានคล้ายជាផ្កាយដែលនៅជិតគ្នាឯងថាបងប្រុសរបស់ឯងរវើរវាយពេកទេតិចតួចស្កាយអស់សំណាចយ៉ាងរីករាយភ្នែកគេឡើងលឹបកាលនោះខ្ញុំក៏ប្រាប់ថាខ្លោតរវើរវាយតែមកដល់ពេលនេះខ្ញុំបានតែដែលថាខ្លោតចូលចិត្តផ្ទៃម៉េចត្រង់ណាបើគេកើតជាផ្កាយមែននោះគេជ្រើសរើសនៅត្រង់ណានៃផ្ទៃម៉េចដ៏ធំល្វឹងល្វើយដែលយើងឃើញខ្ញុំនិយាយភ្នែកក៏សម្លឹងមើលមេឃនឹងតែងតែគិតថាផ្កាយមួយណាគឺខ្លោតយ៉ាងហោចណាស់ជួយបញ្ចេញពលឺពេជ្រប្រាប់ខ្ញុំឲ្យដឹងក៏ល្អអាចជាមេឃនេះក៏ថាបានដែរដែលបងខ្លោតចង់នៅស្កាយនិយាយព្រមទៅចង្អុលខ្លួនឯងបើខ្លោតមកនៅមេឃនេះមែនក៏ល្អហើយមានន័យថាគេមិនបានទៅណាឆ្ងាយខ្ញុំប្រាប់ព្រមទៅញញឹមដាក់ស្កាយយើងអង្គុយលេងមួយសន្ទុះឃើញថាមូសច្រើនក៏នាំគ្នាចូលដេញយប់នោះខ្ញុំភាវនាឲ្យជួបខ្លោតក្នុងយល់ស័ព្ទត្រឹមយល់ស័ព្ទក៏ល្អប៉ុន្តែគេមិនមកថ្ងៃបន្ទាប់ខ្ញុំជិះម៉ូតូដឹកស្កាយទៅសាលារបស់គេថ្ងៃនេះមានប្រជុំគ្រូនិងអាណាព្យាបាលការពិតទៅគឺដូចឲ្យគ្រូនិងអាណាព្យាបាលនិយាយគ្នាពីសកម្មភាពរបស់ក្មេងពេលទៅដល់សាលាខ្ញុំឃើញថាក្មេងដទៃទៀតមកជាមួយឪពុកម្ដាយមានតែស្កាយនេះឯងទេដឹងដែលមកជាមួយខ្ញុំដែលប្រហែលជាអាណាព្យាបាលដែលក្មេងបំផុតនៅក្នុងថ្នាក់ការប្រជុំចាប់ផ្ដើមដោយការឲ្យអាណាព្យាបាលគ្រប់រូបមកអង្គុយប្រជុំគ្នានៅក្នុងថ្នាក់រៀនហើយគ្រូក៏និយាយនេះនិយាយនោះកំណត់ការផ្សេងៗដែលខ្ញុំស្ដាប់បានខ្លះៗព្រោះគ្រូនិយាយផ្លូវការពេកក្រឹតសក់ទូរស័ព្ទដៃរបស់ខ្ញុំក៏រោគ្រប់គ្នាងាកមកមើលខ្ញុំហើយខ្សែភ្នែកមុតស្រួយបំផុតគឺគ្រូប្រចាំថ្នាក់នេះខ្ញុំមិនមែនសិស្សសាលាទេខ្ញុំឆ្ងើកមើលអេក្រង់ឃើញថាឈ្មោះរបស់លោកត្រៃតែមកធ្វើស្អីមិនមើលពេលមើលវេលាទៀតហើយអូយក្រឹតទូរស័ព្ទដៃនៅតែញ័រគ្រូប្រចាំថ្នាក់ក៏និយាយរដដប់ដូចមនុស្សបាត់បង់សមាធិព្រមតែមើលខ្ញុំដោយខ្សែភ្នែកពិឃាតខ្ញុំគួរធ្វើយ៉ាងម៉េចទទួលឬមិនទទួលចុចផ្ដាច់ឬមិនចុចផ្ដាច់ក្រឹតទូរស័ព្ទដៃនៅតែញ័រគ្រូប្រចាំថ្នាក់នៅអាណាព្យាបាលក៏សម្លក់សម្លឹងបើខ្ញុំចុចផ្ដាច់គឺមានន័យថាខ្ញុំសម្រាប់ខ្លួនដោយប្រចាំដូច្នេះហើយទៅខ្ញុំងើបដើរអោនចេញពីបន្ទប់ប្រជុំក្រោមខ្សែភ្នែកស្ដីបន្ទោសរបស់គ្រប់គ្នាអោះបងស្កាយហៅដល់ទឹកមុខមិញមៀងពេលដែលខ្ញុំដើរចេញមកមុនគេខ្ញុំក៏លើកដៃជាសញ្ញាប្រាប់ថាកុំអាននិយាយហើយក៏ទៅនិយាយទូរស័ព្ទ Hello នៅសាលាអីខ្ញុំត្រូវរាយការណ៍លើគ្រប់រឿងដូចយ៉ាងម៉េចខ្ញុំមានសិទ្ធិដឹងសិទ្ធិស្អីសិទ្ធិជាចវាយរបស់នាងនឹងអីចានាងនៅត្រង់ណាក៏នៅទៅមកយកខ្ញុំនៅផ្ទះក្នុងពេល10នាទីឈួតឬមិនឈួតទេខ្ញុំចាប់រវល់ខ្ញុំមិនខ្វល់ណែលោកខ្ញុំប្រាប់មែនហើយមែនទេខ្ញុំហៅត្រូវតែមកភ្លាមតែខ្ញុំចាប់រវល់មែនមិនក៏លោកមិនចេះយកស្អីខ្លាំងចឹងនិយាយច្រើនសាប់ពេល9នាទីព្រះនេះខ្ញុំធ្វើការឲ្យមកចរិតមែនទេប៉ុណ្ណឹងគេប្រាប់ហើយក៏ចុចផ្ដាច់ទូរស័ព្ទខ្ញុំឈរមិញមៀងនៅត្រង់នោះមិនដឹងថាគួរធ្វើយ៉ាងណាមើលតាមរយៈការកំណត់នៃការប្រជុំហើយគួរទៅស៊ីពេល1ម៉ោងព្រោះមានការនិយាយម្ដងម្នាក់ខ្ញុំគិតថាគួរតែមានពេលវេលាទៅជូនលោកត្រៃដល់វាមានសួរគៀស្អីផុសគេនឹងឯងហើយចាំមកវិញគួរតែតន់អូខេទៅក៏ទៅស្កាយចាំមើលត្រង់នេះសិនបាត់តែទៀតខ្ញុំមកវិញខ្ញុំប្រាប់គេហើយក៏បែរខ្លួនដើរចេញទៅទុកឲ្យគេធ្វើមុខមិញមៀងនៅត្រង់នោះខ្ញុំប្រាប់ពេលប្រហែលជា15នាទីក៏មកដល់ផ្ទះលោកត្រៃគេកំពុងតែអង្គុយគង់អន្ទាក់ខ្លាមើលទូរទស្សន៍នៅក្នុងបន្ទប់អង្គុយលេងខ្ញុំបើកទ្វារចូលទៅព្រោះចាំលេខសម្ងាត់បានពេលគេងាកមកមើលខ្ញុំក៏ចុចបិទទូរទស្សន៍នាងមកយឺត6នាទីខ្ញុំកាត់ប្រាក់ខែនាង$60ថាម៉េចតោះគេប្រាប់នឹងងើបឈរខណៈនោះក៏បោះសោឡានឲ្យខ្ញុំហើយដើរដល់មុខណែជ្រើពេកឲ្យ1នាទី$10នេះខ្ញុំដើរតាមគេបណ្ដាតវ៉ាបណ្ដាតែលោកត្រៃមិនតមាត់ជាមួយគេបញ្ជាឲ្យខ្ញុំនាំទៅទីលានប្រណាំងខ្ញុំបើកឡានទាំងមិនពេញចិត្តនឹងលក្ខខណ្ឌកាត់ប្រាក់ខែមុខឈាមរបស់គេប៉ុន្តែការបើកបែបនោះវាជាការបើកបំពេញចិត្តគេទៅវិញទេអូយពេលទៅដល់ទីលានប្រណាំងខ្ញុំគិតថា
ខ្ញុំទុកឲ្យគេនៅសមឡានតែម្នាក់ឯងចាំឲ្យខ្ញុំទៅប្រជុំនៅសាលាបន្តទៅនៅឈើជូនដល់គេឈើចាំស្អីតាមមកខ្ញុំប្រញាប់ទៅធ្វើកិច្ចការបន្តបើលោករៀបរហហើយចាំទេមកខ្ញុំឲ្យខ្ញុំមកយកក៏បានដែរនាងត្រូវវឹកហាត់បើកឡានជាមួយខ្ញុំភ្លេចហើយឬយ៉ាងម៉េចថ្ងៃនេះខ្ញុំសុំកិច្ចមួយថ្ងៃមិនបានខ្ញុំមានរវល់ប៉ិតមែនលោករៀបរហហើយចាំទៅវាមិនតាន់ទេឲ្យចាំឆាប់ទៅតែទៅផ្លាស់កៅគេចេញមកជឿតាមវិមាត់ខ្ញុំក៏គ្មានឱកាសបានតវ៉ាហើយខ្ញុំធ្វើរឹកពីមិនពេញចិត្តដើរទៅផ្លាស់កៅអំឡុងពេលនោះខ្ញុំក៏ផ្ញើសារទៅប្រាប់ស្កាយថាអាចនឹងទៅវិញយឺតពេលបន្តិចខ្ញុំអាចនឹងទៅវិញរៀងយឺតបន្តិចប្រាប់គ្រូឲ្យរងចាំផងហើយមិនយូរប៉ុន្មានគេក៏តបមកវិញអូខេប្រាប់តាមត្រង់ថាខ្ញុំប្រើការអត់ធ្មត់ខ្លាំងណាស់កំឡុងពេលដែររងចាំលោកត្រៃសមគេបង្រៀនខ្ញុំឲ្យស្គាល់ឧបករណ៍នានាដែលនៅក្នុងឡាននិងតិចនិចផ្សេងតែខ្ញុំគ្មានសមាធិស្ដាប់លោកត្រៃបើកឡាន3ជុំហើយក៏ឲ្យខ្ញុំបើកម្ដងហើយមុនពេលយើងបដូរកន្លែងគ្នាអង្គុយគេក៏សួរត្រូវអង្គុយលើភ្លើខ្ញុំដូចពីម្សិលទេឈួតសំណួរនោះធ្វើឲ្យការប៉ះពាល់ក្លិនការនៅចិត្តរវាងខ្ញុំនិងគេក៏ផុសថ្កោលក្នុងខួរក្បាលសេតនភាពក្នុងរាយការណ៍របស់ខ្ញុំក៏ក្តៅដែរមិនអាចជួយបានឈួតមែនមិនបាច់ទេខ្ញុំបើកខ្លួនឯងបានអូខេបន្ទាប់មកយើងក៏ដូរកន្លែងគ្នាអង្គុយទៅខ្ញុំបើកចេញទៅដោយមិនរងចាំស្អីទាំងអស់ថ្ងៃនេះចេញរៀងខ្លាំងខ្ញុំប្រាប់ឲ្យថាខ្ញុំបញ្ញាជឿក៏បានគេប្រាប់ដល់សលេរិស្មានៅអង្គុយស្ងាត់ស្ងៀមចំណែកខ្ញុំដូចបង្ហោះឡានអីចឹងពេលបើកបានមួយជុំហើយគេក៏សរសើរថ្ងៃនេះកំណត់ពេលវេលាបានល្អពេញចិត្តហើយឬនៅសុំម្ដងទៀតនេះលោកមានចេតនាញ៉ាំខ្ញុំមែនទេខ្ញុំចង់ឈួតមនុស្សកំពុងតែបញ្ញាផងចេះមកលេងសើចពេលនេះតើកើតខ្ញុំស្អប់គេមែនទេខ្ញុំប្រាប់ថាម្ដងទៀតគឺម្ដងទៀតហើយបើនាងធ្វើបានល្អជាងបាញ់មិញខ្ញុំឲ្យទៅហើយខ្ញុំធ្វើរឹកក្នុងចិត្តប្រកាសណាស់ថាវាលឿនជាងលើកមុនខ្ញុំចន់កប់ជើងបាត់នេះទៅហើយដែលកំ pl នោះគឺកាន់តែចន់គេកាន់តែប្រាប់ថាល្អណាស់មិនចឹងក៏ល្អមែនទេពេលបើគ្រប់ជុំហើយនឹងឆែកមើលពេលវេលាហើយគេក៏ព្រមឲ្យខ្ញុំត្រឡប់ទៅវិញអូខេថ្ងៃនេះប៉ុណ្្នឹងចាស់យេខ្ញុំស្ទើរតែលោកកញ្ឆេងងត់ទឹករួចចាំទៅជាមួយគ្នាខ្ញុំទៅជាមួយដែរលោកទៅធ្វើអីមិនមែនជាកិច្ចការរបស់លោកទេខ្ញុំទំនេរលោកឈួតឬចង់ទៅហាត់បន្តអូខេងត់ទឹករួចចាំទៅជាមួយគ្នាខ្ញុំចាំបាច់ត្រូវឲ្យគេទៅជាមួយហើយបន្ទាប់ពីងត់ទឹករួចយើងក៏បង្ហោះឡានពីទីលានប្រណាំងទៅសាលារៀនរបស់ស្កាយហើយនៅតាមផ្លូវលោកត្រៃក៏សួរកិច្ចការស្អីនេះវាសំខាន់ដល់ម្លឹងផងសំខាន់កិច្ចការអីខ្ញុំចាប់ប្រជុំនាងធ្វើការខ្ញុំហើយនៅទៅធ្វើការឲ្យកន្លែងផ្សេងទៀតឬមិនមែនចឹងទេប្រជុំស្អីប្រជុំគ្រូណាព្យាបាលគេរៀងភ័យបន្តិចពេលលុយចម្លើយថៃកុំប្រាប់ណាថានាងមានកូនហើយបើមានហើយវាថៃព្រើលទាំងក្មេងណែខ្ញុំលេងសាយទេនាងហ៊ានលេងសាយជាមួយខ្ញុំផងគេរយដាក់ខ្ញុំដល់ធ្វើមកកាចវាធ្វើខ្ញុំលួចរអិលតិចតួចតែតិចតួចជាងពីដំបងឆ្ងាយណានេះមានន័យថាខ្ញុំរៀងសាំនឹងគេឬអត់ប្អូនប្រាប់ខ្ញុំនាងមានប្អូនប្រាប់ដែរឬមិនចាំជាប្អូនទេមិនចាំជាប្អូនយ៉ាងម៉េចនេះនិយាយស្អីត្រឡប់ត្រឡិនចង់ដឹងរឿងខ្ញុំធ្វើអីធ្វើជារឿងគ្រួសារឬខ្ញុំជាតកែត្រូវតែមានសិទ្ធិដឹងរឿងរបស់កូនចៅហើយខ្ញុំដកដង្ហើមធំមួយម៉ាត់ក៏តកែពីរម៉ាត់ក៏កូនចៅហើយខ្ញុំថាគេចេះតែម្ដងទៅមិនល្អជាងឬយើងមកដល់សាលារៀនរបស់ស្កាយពេលចតឡានរួចរាល់ខ្ញុំក៏ងាកមកប្រាប់លោកត្រៃខ្ញុំត្រូវចូលប្រជុំលើកខ្ញុំទៅដែរលើកទៅមិនដឹងបានមានបំរាមឬគ្មានទេបើអញ្ចឹងទៅគេប្រាប់ហើយក៏ចុះពីឡានមុនខ្ញុំទៅទៀតខ្ញុំពលិបម៉ាស៊ីនឡានហើយដើរសម្ដៅចូលទៅក្នុងអគារលោកត្រៃក៏ដើរតាមនឹងគយគុណមើលទេសភាពលើគេចាំខ្ញុំនៅសួនឬក៏ក្នុងអគារសិនក៏បានដែរមិនអីទេខ្ញុំមិនចូលចិត្តចាំអូខេចង់តាមក៏តាមទៅវាជារឿងរបស់គេពេលដើរទៅអគារសិក្សាក៏ឃើញថាមានអាណាព្យាបាលដើរចេញពីអគារដែលមានក្មេងរបស់ខ្លួនហើយខ្ញុំក៏ឃើញថាស្កាយអង្គុយចាំនៅជើងម៉ាននៅជិតផ្លូវចូលអគារពេលគេងើយមុខឃើញខ្ញុំគេក៏ដើរមករកដោយទឹកមុខពព្រាយបងស្រីសុំតើដឹកខ្ញុំយឺតយ៉ាវគ្រូនៅមែនទេបាទនៅចាំអូខេខ្ញុំប្រាប់ហើយក៏សម្រាប់បន្តិចដកដង្ហើមឲ្យពេញពោះនៅត្រៀមខ្លួនទៅជួបគ្រូប្រចាំថ្នាក់របស់ស្កាយនេះសោកស្កាយក៏និយាយដឹកសារភ្នែកមានសំណួរខណៈដែរមើលមកក្បាលខ្ញុំហើយខ្ញុំក៏មើលតាមក៏ឃើញថាលោកត្រៃឈរក្បាលនេះនេះជាលោកត្រៃច្បាយខ្ញុំណែនាំជាផ្លូវការស្កាយមើលទៅលោកត្រៃដឹកសារភ្នែករឹងកំព្រឹសចំណែកឯលោកត្រៃមើលទៅភៀងមួយខណៈនេះបងប្រុសនាងឬសម្លេងរបស់គេលឺខ្សាកបែបដែលខ្ញុំមិនធ្លាប់ឮធ្វើឲ្យខ្ញុំងឿងឆ្ងល់ថាគេចេះមានសម្លេងនេះដែរឬមែននេះបងប្រុសខ្ញុំស្កាយខ្ញុំណែនាំឲ្យគេស្គាល់ពេលលោកត្រៃបានឮហើយក៏បាក់ព្រៃធំស្កាយអញ្ចឹងឬសម្លេងរបស់គេលឺខ្សោយទៀតហើយដោយនិយាយដាក់ខ្លួនឯងបន្ទាប់មកក៏ស្ងប់ស្ងាត់ខ្ញុំស្មានថាពីរអ្នកនេះចង់រាក់ទាក់គ្នាតាប៉ុន្តែអត់នោះទេពីរអ្នកនោះគ្មាននិយាយអីមួយម៉ាត់សម្លឹងមុខគ្នាខ្ញុំបានឮសម្លេងស្លឹកឈើស្ងួតនៅលើដីប៉ាងកាត់ពួកជើងពេលនោះខ្ញុំមិនដឹងទេថាភាពស្ងប់ស្ងាត់រវាងពួកគេគឺអ្វីរហូតដល់ពេលវេលាកន្លងផុតទៅបានតែគិតទៅយល់នៅភាពស្ងៀមស្ងាត់នោះបានច្បាស់
កំពុងជាចាត់ចាប់បានប្រិមជាទីស្រឡាញ់រងចាំតាស្ដាប់ភាពបន្តនៅវេលាក្រោយទៀតបាយបាយ